ចាដោយតែអ្នកទាំងអស់គ្នាបានដឹងហើយតកតងនឹងការជ្រើសរើសគូស្រករគឺពិតជាសំខាន់មែនទែនអញ្ចឹងក្នុងនាមជាគ្រីបរិស័ទយើងត្រូវតែរើសគូស្រករដែលគាត់ជាដៃគូបើន័យថាជាដៃគូរបស់យើងដែលជាអ្នកជឿព្រះដូចគ្នាប៉ុន្តែមិនមែនគ្រប់ទាំងអ្នកជឿព្រះសុទ្ធតែមានអត្តចរិតដែលថាជាអ្នកលះបង់ថ្វាយព្រះទេអញ្ចឹងសម្រាប់ខ្ញុំបានអធិដ្ឋានសូមព្រះអង្គមិនមែនសូមដៃគូដែលគាត់ស្រឡាញ់យើងងប់ងល់ទេមានន័យថាយើងត្រូវអធិដ្ឋានសូមដៃគូដែលគាត់ជាអ្នកជឿព្រះអង្គហើយគាត់ស្រឡាញ់ព្រះអង្គជាទី1ពីព្រោះនៅពេលដែលគាត់ស្រឡាញ់ព្រះអង្គជាទី1គាត់នឹងស្រឡាញ់ដៃគូឬក៏ប្រពន្ធប្តីរបស់គាត់ជាតាមនឹងអូតូម៉ាទិកហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាបើសិនជាជ្រើសរើសគូស្រករហើយនៅពេលដែលរៀបការគួរតែរៀបការតាមពិធីបែបគ្រីស្ទបរិស័ទយើងអត់គួររៀបអាពាហ៍ពិពាហ៍តាមបែបលោកីទេដោយសារតែនោះគឺជាអ្វីដែលព្រះអង្គសពប្រតិឲ្យយើងធ្វើបើសិនជាពិធីមង្គលការរបស់យើងទៅជារូបភាពបែបលោកីមានន័យថាយើងដូចជាបង្អាប់ព្រះនាមរបស់ព្រះអង្គហើយបាត់សិរីល្អរបស់ព្រះអង្គមកផ្នែកទៀតហើយហ្នឹងហើយអញ្ចឹងសម្រាប់ការរៀបអាពាហ៍ពិពាហ៍អ្នកទាំងអស់គ្នាត្រូវគិតហើយបើសិនជាក្នុងលក្ខខណ្ឌឬក៏កលៈទេសៈណាដែលបង្ខំចិត្តឲ្យយើងរៀបការតាមបែបលោកីនោះយើងគួរតែអធិដ្ឋានសិនហើយរងចាំដើម្បីព្រះអង្គរៀបចំសម្រាប់ពេលវេលាមួយដែលត្រឹមត្រូវដើម្បីឲ្យយើងធ្វើអ្វីដែលត្រឹមត្រូវតាមប្រហាតីព្រះអង្គចាអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំពិតជាចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាជាពិសេសយុវជនដែលកំពុងតែស្ថិតក្នុងវ័យឬក៏ក្នុងដំណាក់កាលដែលជ្រើសរើសគូស្រករអាចរងចាំសិនយើងត្រូវអធិដ្ឋានរងចាំចម្លើយពីព្រះបើសិនជាយើងអត់ទាន់បានទទួលចម្លើយពីព្រះយើងត្រូវអធិដ្ឋានបន្តទៀតហើយព្យាយាមរងចាំអត់ធ្មត់ពីព្រោះការដែលរៀបការគឺសំខាន់យើងរៀបការបានតែម្ដងឯក្នុងជីវិតរបស់យើងអញ្ចឹងយើងត្រូវតែអធិដ្ឋានយើងសុខចិត្តរៀបការរៀនយឺតបន្តិចប៉ុន្តែកុំឲ្យរៀបការលឿនហើយរវិតចិត្តឬក៏បែរចេញពីព្រះអង្គចាអញ្ចឹងសម្រាប់បច្ចុប្បន្ននេះស្វាមីរបស់នាងខ្ញុំគាត់គឺជាគ្រូគង្វាលនៃក្រុមជំនុំមួយនៅក្នុងរាជធានីភ្នំពេញឈ្មោះ Pathway Church ហើយរាល់ថ្ងៃពួកយើងពិតជាមានអំណរមែនទែនដែលពួកយើងអាចបង្កើតជាគ្រួសារតូចមួយហើយយើងអាចបម្រើព្រះអង្គរួមគ្នាបានជាពិសេសគឺយើងអាចមានវណ្ណកិច្ចជាមួយគ្នានៅក្នុងព្រះវិហារដូចជាការបម្រើព្រះអង្គតាមផ្នែកផ្សេងៗហើយទោះបីជាពេលខ្លះយើងអាចនឹងគិតថាយើងចង់បានស្វាមីដែលគាត់ធ្វើការងារផ្សេងដែលមានមុខមាត់មានឋានៈយសស័ក្តិឬក៏បានចំណូលច្រើនក៏ប៉ុន្តែយើងត្រូវសម្រាប់ខ្ញុំគិតថាគាត់គឺត្រូវតែជាអ្នកដែលជា vessel ដែលព្រះអង្គអាចប្រើគាត់នៅក្នុងដំណឹងល្អហើយនៅក្នុងបេសកកម្មរបស់ព្រះអង្គនៅលើផែនដីនេះពីព្រោះយើងមិនមែនរស់នៅជាមួយគ្នាតែនៅលើផែនដីនេះទេក្នុងនាមជាស្វាមីភរិយាឬក៏ជាប្តីប្រពន្ធគឺយើងត្រូវការលើកទឹកចិត្តគ្នាទាំងផ្នែកសាច់ឈាមទាំងផ្ដល់យោបល់ជួយគ្រប់គ្រងគ្នាទាំងផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុផ្លូវចិត្តផ្លូវកាយជាពិសេសគឺព្រលឹងវិញ្ញាណអញ្ចឹងខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាឲ្យស្វែងរកអ្នកដែលគាត់ជួយ support យើងទាំងផ្នែករាងកាយហើយនឹងជួយលើកទឹកចិត្តគ្នាទៅវិញទៅមកហើយមួយវិញទៀតអ្វីដែលសំខាន់គឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអាចថាគិតពីអ្វីដែលសំខាន់ជាងសាច់ឈាមគឺជាព្រលឹងវិញ្ញាណហើយយើងត្រូវតែចេះកែតម្រូវគ្នាកំហុសរបស់គ្នាយើងមិនអាចអោបកសោបគ្នានៅក្នុងផ្លូវអាក្រក់ទេប៉ុន្តែយើងត្រូវចេះកែចំណុចគ្នាឲ្យល្អវិញទោះបីជាពេលខ្លះយើងត្រូវមានចំនួនបន្តិចបន្តួចនៅក្នុងគ្រួសារក៏ដោយចាអញ្ចឹងអ្វីដែលខ្ញុំបានរៀបរាប់ខាងលើគឺខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថាយើងនៅតែព្យាយាមបន្តអធិដ្ឋានទៀតដើម្បីឲ្យព្រះអង្គឆ្លើយតបហើយអ្វីដែលខ្ញុំបានរៀបរាប់ខាងលើទាំងការសិក្សាទាំងការងារហើយនឹងការជ្រើសរើសគូស្រករហ្នឹងគឺសុទ្ធសឹងតែជាអ្វីដែលព្រះអង្គបានឆ្លើយតបប៉ុន្តែយើងក៏នៅតែមិនបោះបង់សេចក្តីជំនឿរបស់យើងដែរគឺយើងនៅតែបន្តសេចក្តីជំនឿយើងទាំងបន្តអធិដ្ឋានសម្រាប់គ្រួសារយើងសម្រាប់ស្វាមីឬភរិយាឬក៏កូនរបស់យើងដែរហើយជាពិសេសគឺសម្រាប់ក្រុមជំនុំនិងអ្នកដែលយើងមានទំនាក់ទំនងជាមួយដើម្បីឲ្យប្រកាសចិត្តថាពួកគាត់ក៏បានទទួលស្គាល់ព្រះយេស៊ូវហើយគាត់បានទទួលជឿព្រះអង្គដែរជាពិសេសគឺគ្រួសារសាច់ញាតិរបស់យើងដូចគ្នាចាអញ្ចឹងខ្ញុំសង្ឃឹមថាទីបន្ទាល់ដែលខ្ញុំបានលើកឡើងខាងលើហ្នឹងគឺជាការដែលលើកទឹកចិត្តដល់យុវជនក៏ដូចជាបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ពីព្រះអង្គក៏ដូចជាអ្វីដែលជាព្រះពរព្រះគុណនៅក្នុងជីវិតរបស់ខ្ញុំហើយជាពិសេសគឺយើងនៅតែខ្ជាប់ខ្ជួននៅក្នុងសេចក្តីជំនឿជាមួយនឹងព្រះយេស៊ូវគ្រីស្ទហើយជាពិសេសសម្រាប់អ្នកដែលមិនទាន់ជឿពួកគាត់អាចស្វែងយល់ព្រះអង្គបន្ថែមឬអាចស្វែងរកអ្នកដែលគាត់ជឿព្រះអង្គឲ្យគាត់បានទទួលនៅសេចក្តីពិត
តាមរយៈគ្រីបបរិស័ទដែលគាត់ស្គាល់ឬក៏យើងជាអ្នកគ្រីបបរិស័ទគឺយើងត្រូវតែផ្សាយដំណឹងល្អហើយនឹងព្យាយាមឈោងចាប់អ្នកដែលមិនទាន់ជឿឲ្យបានតាមដែលធ្វើទៅបាន